อ้างថាហ៊ុនម៉ាណែតនឹងជាអាពូកែជីសេះសឬជាអាចៅជីសេះខ្មៅមកកាន់អំណាចនៅស្រុកខ្មែរបាទកាលពីខែតុលាកន្លងមកថ្មីនេះហ៊ុនម៉ាណែតអាយុបាន38ឆ្នាំគាត់ឥឡូវនេះវាមានផ្កាយលើស្មាដល់ទៅ3ធ្វើបើមុខមាត់របស់វានៅក្មេងតែសូមកុំភ្លេចថាឪចិញ្ចឹមឬឪក្រៅខោរបស់វាគឺអាខ្វាងវាឡើងធ្វើនាយករដ្ឋមន្ត្រីតាំងតែពីអាយុ33ឆ្នាំបាទដូច្នេះរឿងអាយុមិនជាបញ្ហានិយាយពីចំណេះដឹងវិញហ៊ុនម៉ាណែតស៊ីអាខ្វាងដាច់ពិតវាមានរៀននៅ West Point នៅអាមេរិករៀននៅអង់គ្លេសបានសញ្ញាបត្រប៉ុណ្ណាក្រាក់នៅក្នុងប្រព័ន្ធអ៊ីនធឺណិតក៏មានសរសេរច្បាស់ហើយមានទាំងចុះរូបថតឲ្យមើលនឹងភ្នែកទៀតផងគេអាងថាហ៊ុនម៉ាណែតជាកូនយួនសុទ្ធសាធឪរបស់វាគឺលេឌុកធរម៉ែរបស់វាគឺមីងឿងធីទ័រខ្លះហៅថាមីសំហៀងជាប្រពន្ធអាខ្វាងដែលបានទទួលអំណោយពីអាយួនលេឌុកធរមករឿងនេះខ្ញុំមិនមែនជាអ្នកនិយាយខ្លួនឯងទេគឺមានសាក្សីច្រើនអ្នកព្រោះជាលោកប៉ែនសវណ្ណនឹងដែលលោកនៅរស់នៅឡើយនឹងលោកក៏អាចជាសាក្សីបានដែរនៅលេខដែលលោកមិនព្រមនិយាយបាទមានវរៈសេនីយ៍ត្រីម្នាក់អាមេរិកហ្នឹងឈ្មោះ Mark A Smith ស្គាល់ហ៊ុនម៉ាណែតសម័យដែលវារៀននៅ West Point បាទរៀនជាទាហាននៅអាមេរិកហ្នឹងហើយវរៈសេនីយ៍ត្រីរូបនេះបានសរសេរកាលពីឆ្នាំ2005ថាហ៊ុនម៉ាណែតមិនមែនជាកូនបង្កើតរបស់ហ៊ុនសែនទេតែជាកូនប្រុសរបស់ប្រពន្ធហ៊ុនសែនជាមួយនឹងប្តីមុនដែលជាយួនគឺលេឌុកធរលោកវរៈសេនីយ៍ត្រី Mark A Smith បាននិយាយថាលោកមិនខ្លាចទៅប៊ុនរ៉ានីហ៊ុនសែនប្តឹងនោះទេព្រោះថានេះជាការពិតហើយខាងត្រកូលហ៊ុនក៏មិនហ៊ានប្តឹងដែរព្រោះបើប្តឹងតុលាការច្បាស់ជាទាមទារឲ្យធ្វើតេស្ត DNA បាទដើម្បីរកថាអ្នកណាជាកូនអ្នកណាជាឪមែនដូច្នេះហ៊ុនម៉ាណែតគឺជាតួអន្តរាយសម្រាប់ខ្មែរបាទរឿងទាំងអស់នេះជាការពិតហើយក្រោយទៅក្រឡុកបោកបញ្ឆោតខ្មែរនៅប្រទេសអូស្ត្រាលីនិងញូហ្សេឡង់រួចមកហ៊ុនម៉ាណែតថ្មីនេះបានមកដល់សហរដ្ឋអាមេរិកបាទគឺតាំងពីថ្ងៃទី8ខែវិច្ឆិកានេះហើយគណៈនេះក៏កំពុងស្ថិតនៅសហរដ្ឋអាមេរិកគេមានបេសកកម្មចូលមកផ្សព្វផ្សាយជំនឿលើគណៈបកយួនបង្កើតគឺពួក CPP គេមកបង្កើតស្អីច្រើនយ៉ាងនៅ Washington State នៅ California ជាពិសេស Long Beach LA ហ្នឹងនិងនៅ Low Massachusetts បាទខ្ញុំសូមលោកអ្នកនាងស្ដាប់បរិះម្នាក់ដែលមានឈ្មោះច្រើនបន្តិចអ្នកខ្លះថាកុំឲ្យជឿក៏ប៉ុន្តែស្ដាប់លោកនិយាយព្រោះលោកប្រាប់ថាលោកបានឃើញនឹងភ្នែកហើយស្គាល់ពួកនេះជិតស្និទ្ធក៏តាមដែលនិយាយហ្នឹងគឺគួរឲ្យជឿបាទហើយខ្លួនលោកហ្នឹងក៏បានស្បត់ស្បាយថាជាការពិតហើយហ៊ានឡើងតុលាការទៀតផងចំពោះការដែលលោករូបនេះខ្ញុំមិនដឹងជាហៅស្អីទេព្រោះឈ្មោះគាត់ច្រើនពេកគាត់មានឈ្មោះច្រើនហ្នឹងខ្ញុំថាវាមិនជារឿងប្លែកអីទេក្នុងសង្គមខ្មែរយើងដែលសិតតែអ្នកបោកបញ្ឆោតគ្នាហ្នឹងយើងឃើញថាលោកហង្សចក្រាបារមីក៏មិនមែនឈ្មោះពិតលោកក្រោកខ្សាច់លោកជាតិហង្សាលោកសច្ចវាចាហើយនៅមានលោកស្អីច្រើនទៀតបាទក្នុងពិភពគុណមិនសូវជាមានឈ្មោះពិតទេរឿងនេះពុំធ្វើឲ្យសคล้ายទៅជាខ្មៅឬក៏ខៀវទៅជាក្រហមបាននោះក៏ទេដែរដូច្នេះខ្ញុំមិនបង្ខំឲ្យលោកអ្នកនាងស្ដាប់ទេតែបើសិនជាលោកអ្នកនាងមានពេលទំនេរសូមជើញស្ដាប់លោកអ្នកនឹងបានដឹងថាតើហ៊ុនម៉ាណែតជាអ្នកណាពិតប្រាកដលោកសុកសេរីដែលខ្លួនលោកបានទទួលស្គាល់ហើយថាមិនមែនជាឈ្មោះសុកសេរីនោះលោកសន្ទនាជាមួយនឹងខ្ញុំដូច្នេះបាទខ្ញុំបានដំណឹងមកថាហ៊ុនម៉ាណែតនេះគឺថាហ៊ុនសែនបញ្ជាមកដើម្បីធ្វើការតាក់ទងយ៉ាងជិតស្និទ្ធជាមួយខ្មែរយើងនៅក្រៅហើយជាពិសេសអ្នកលងបិចហ្នឹងជាមនុស្សរបស់បកប្រជាជនជាមនុស្សរបស់បកសង្គ្រោះជាតិ
ហើយជាមនុស្សអ្នកមកសំណងដូនតិចតួចទេដូច្នេះការគ្រោះថ្នាក់ចុងក្រោយរបស់ហ៊ុនសែននេះគឺថាមានការព្រួយបារម្ភណាស់ដោយវាទៅស្រុកអាមេរិកមានការទៅញូវយ៉កគឺថាប្រជាពលរដ្ឋអស់ហ្នឹងគឺការបាតកម្មមកវាខ្ញុំក៏បានទៅដែរហើយទៅស្រុកប្រាំងទៀតខ្ញុំក៏បានទៅអង្គុយជួរទី4ជាមួយនៅប៉ារីសមកហើយវាត្រូវមានការអាម៉ាស់ផងវាត្រូវមានការអន្តរជាតិគេកាន់តែអស់សង្ឃឹមគេកាន់តែរករឿងវាខ្លាំងដូច្នេះវាត្រូវមានយុទ្ធសាស្ត្រមួយថ្មីយុទ្ធសាស្ត្រនេះគឺថាឲ្យកូនវាចេញមកក្រៅគឺហ៊ុនម៉ាណែតហ្នឹងដើម្បីតាក់ទងនៅ status ក្នុងសហរដ្ឋអាមេរិកហ្នឹងដែលមានប្រជាជនប្រជាពលរដ្ឋខ្មែរហ្នឹងគ្រប់គ្រងវាហើយវាធ្វើការដំបូងគឺនៅ Washington State ទៀតក្រោយមកនៅឡុងបិចគឺតែឡុងបិចនេះជាជំរុករបស់វាហើយវាមានតាក់ទងគ្នាយូរមកហើយក្នុងការដែលវាធ្វើនេះគឺថាខ្ញុំមានថាខែបាតដៃទី3ដោយត្រជាក់ណាផ្នែកឃោសនាផ្នែកធ្វើការអីតិចតួចណាក្នុងផែនការហ្នឹងគឺថាមានមេវានៅឡុងបិចខ្ញុំមិនជម្រាបឈ្មោះទេក្នុងថ្ងៃហ្នឹងគឺថាសម្មិចឲ្យរកក្មេងៗណាក្មេងស្រីក៏ដោយក្មេងប្រុសក៏ដោយដែលជាប់មានគ្រឿងអីហ្នឹងឲ្យធ្វើការឲ្យគេឲ្យសង្កេតមើលគឺថានៅស្រុកម៉ៃគេថាបងធំបងតូចនៅនេះគឺថានិយាយស្ទើរអីចឹងណាបាទបើទៅដឹងថាឈ្មោះកជាឪពុកវាការជឿនសំរងស៊ីការជឿនអ្នកណាហ្នឹងគឺថាវាឲ្យធ្វើបាបមកធ្វើបាបវាមិនទាន់ថាឲ្យអីគឺថាធ្វើឲ្យយើងខ្លាចធ្វើដូចជាគប់ចော့ដូចជាទម្លាយឡានដូចជាស្អីហើយវាអាចគ្រោះថ្នាក់ណារំខានហើយជាពិសេសផ្នែកឃោសនាផ្នែកព័ត៌មានផ្នែករ៉ាឌីយ៉ូអីអានេះផែនការរបស់វាចឹងបានក្នុងថ្ងៃនេះខ្ញុំថាសូមបងប្អូនជាប្រដ្ឋជាពិសេសអ្នកលងបិចអ្នកណាក៏ដោយសូមប្រយ័ត្នឲ្យមែនទែនឈ្មោះហ៊ុនម៉ាណែតនេះគឺថាជាកូនរបស់លេដឹកថដែលហាណូយបាទលេដឹកថដែលជាទីថាប្រិយមិត្តពិសេសរបស់ហាណូយដើម្បីឲ្យមកត្រួតត្រាប្រទេសកម្ពុជានេះចាត់ចែងផ្នែកស៊ីវិលផ្នែកទាហានហើយខ្ញុំក៏បានធ្វើការនៅជាមួយនឹងគឺថានៅ office ជាមួយគ្នាដល់ខ្ញុំជាអ្នកបកប្រែគាត់ចង់និយាយយួនចង់និយាយការអីហៅខ្ញុំទៅនិយាយឲ្យដល់ថ្ងៃបកជាភាសាខ្មែរជាអ្នកនាំពាក្យវាគាត់ចង់ទៅឲ្យខ្ញុំទៅប្រាប់ប៉ែនសវណ្ណថាម៉េចតែចន្ទាយ៉ាងម៉េចណាគឺខ្ញុំអ្នកទៅប្រាប់ពេលនោះដូច្នេះបានស្អីខ្ញុំដឹងហើយខ្ញុំប្រកាសថាហើយហ៊ុនម៉ាណែតនេះជាកូនរបស់លេដឹកថហើយម្ដាយគេឈ្មោះមានពីទើតែខ្ញុំមិនដឹងន័យណាទេងាយពីទើឲ្យលោកទៅផែលើទៀតសបាយក្រោយមកដាក់ឈ្មោះសាមៀនក្រោយមកទៅសុំណែលោកណែបែនសវណ្ណហ្នឹងដើម្បីឲ្យដាក់ឈ្មោះឲ្យខ្ញុំមិនបាច់ជម្រាបទេអស់លោកទៅខ្មែរជ្រាបហើយគឺថាហ៊ុនម៉ាណែតនេះជាយួន 100% ជាយួនរៀបប្រយហើយដែលហាណូយគេតម្រូវហើយហ៊ុនសែននេះក៏បានសន្យាមួយលេដឹកថថានឹងគម្រប់តម្រង់ហ៊ុនម៉ាណែតនឹងជាកូននិកៅហើយឈ្មោះនេះនឹងត្រូវធ្វើនាយករដ្ឋមន្ត្រីប្រទេសយើងហើយថ្ងៃក្រោយវាដូចឈ្មោះជាងៀងងប់សាងហើយយកតែងៀងម្ដាយវាមួយហើយយកអសសរបស់ហ៊ុនសែននឹងមួយដើម្បីនឹងថ្ងៃក្រោយទៅនឹកក្រោយពីវាមិនដាក់លេហ្មងទៅខ្ញុំមិនដឹងទេបើវាយកឈ្មោះងៀងម៉ែវាឈ្មោះងៀងទីធ្វើអញ្ចឹងណាហើយដល់ថ្ងៃក្រោយវាងៀងងប់សាងងៀងងប់សាងវាយកអត់លោកស្រីមានគេប្រាប់ថាណាងៀងទីសើហ្នឹងចិនទេមិនមែនយួនទេអញ្ចឹងមែនទេម្ដាយចិនងៀងទីសើហ្នឹងជាចិនកតាំងយួនហ៎បាទជាចិនកតាំងយួនវាយួនហើយវាសញ្ជាតិជាយួនហើយគាត់ថាគេប្រើមកពេលនោះវាសម្ដេចជានោះលោកឲ្យទាហានយួនសុគិតឲ្យទាហានយួនមកជួយវាយអីពីសែនហ្នឹងវាពេលនោះវាមកជាមួយជានារីជា
ជាអ្នកទូពេទ្យគេលៀនឧបថាជីកាណាបាទជាអ្នកការក៏ប៉ុន្តែវាទទួលការអប់រំវឹកវើអីគ្រប់អស់ទៅហើយផ្នែកនយោបាយផ្នែកចុះគឺវាឆ្លាតណាស់ហើយអនាគតមានទីទៅវាទទួលបញ្ជាផ្ទាល់បើទៅថ្ងៃទៅពីហាណូយហាណូយព្រឹករឿងមកចឹងមកខ្ញុំតែនិយាយអាក្រោមពោះហ្នឹងគ្រោះថ្នាក់ណាអាឌីសនេរីវងហ្នឹងឌីសនេរីវងគ្រោះថ្នាក់អាហាណូយថាម៉េចវាប្រាប់ខ្ញុំមិនបាច់ទៅប្រាប់ឯណាទេណាដូច្នេះហើយបានផែនការអីណែហ៊ុនសែននេះគឺថាប្រែប្រួលមកវិនាទីតែណាវាទទួលពីហាណូយមកចឹងបានអ្នកទទួលសារពីហាណូយគឺមានទីទៅមួយថ្ងៃដូច្នេះអស់លោកខ្ញុំនិយាយនេះខ្ញុំប្រកាសណាស់ខ្ញុំមិនមែនចេះតែចោលប្រកាន់គេទេគឺថាការដែលនិយាយនេះខ្ញុំនិយាយទៅបាន30-40% ទេចឹងបានថាគ្រោះថ្នាក់ណាស់អស់លោកណាដែលចង់ជួបខ្ញុំផ្ទាល់ខំមកខ្ញុំប្រាប់ណាខ្ញុំមិនបានឃើញគេដេកនៅគេទេប៉ុន្តែចូលក្នុងកតុកគេចូលអីខ្ញុំដែលឲ្យស្រីរួចទៅបើស្រីក៏ចូលមកទៅដែរណាហើយពេលនោះខ្ញុំឃើញព្យាពោះទេព្យាពោះ 3-4 ខែហើយព្យាពោះ 3-4 ខែអស់លោកបងប្អូនអស់មើលមុខហ៊ុនម៉ាណែតឲ្យលេខថោគឺ 100% លោកមើលហ៊ុនម៉ាណែតវាខុសគ្នាយ៉ាងម៉េចអាមួយស្វាស្វែអាមួយបាស្វែអានេះគឺដូចគឺថាគ្មានទៅសួរណាក៏គេដឹងតែអ្នកនៅស្រុកម៉ែមិនហ៊ាននិយាយដូច្នេះដែលខ្ញុំចេញមកខ្ញុំគឺថាម្ដាយខ្ញុំគឺថាឲ្យខ្ញុំចេញមកដើម្បីប្រាប់ព័ត៌មានបងប្អូនទាំងអស់ព្រោះអីអ្នកនៅគឺថាសាក់សីរស់វាចិត្តស្លាប់អស់ហើយគ្នាក្នុងក៏គ្នាលោកសុកសេរីមានមិត្តអ្នកស្ដាប់គេថាអូយទៅស្ដាប់ជឿលោកសុកសេរីឬក៏លោកតាន់ប៉ាលោកអីហ្នឹងក៏ហក់ទេបោកទេអញ្ចឹងមែនទេលោកខ្ញុំសួរត្រង់អានេះជាមតិរបស់អ្នកដែលថាទេទៀនប៉ុន្តែខ្ញុំថ្ងៃនេះខ្ញុំសូមស្បោះខ្ញុំស្បោះបទពាក្យដែលខ្ញុំនិយាយសតិត្រឹមត្រូវទាំងអស់ហើយអ្នកដែលនិយាយថាដូច្នេះខ្ញុំក្នុងមេរៀនខ្ញុំអត់ខឹងតែខ្ញុំដឹងថាអ្នកដែលទឹកប្រហាក់ខ្ញុំអ្នកដែលនិយាយអាក្រក់ពីខ្ញុំគឺថាជាខ្សែស្រឡាយរបស់គេឬក៏មនុស្សរបស់គេដែលគេប្រកបទុកព្រោះឯនយោបាយកុម្មុយនីសគេប្រយ័ត្នណាស់អ្នកណាដឹងរឿងគេនៅតែណាគឺតាមស្ដាប់ដល់ខ្ញុំអត់មានឈឺក្បាលវិលមុខអីនឹងរឿងហ្នឹងទេបើសិនជាអ្នកណាឯករាជ្យដល់គេមើលឃើញខ្ញុំនិយាយហ្នឹងវាមានត្រូវខ្លះវាមិនត្រូវខ្លះទេខ្ញុំនិយាយត្រូវ 90% ដូច្នេះគេប្រយ័ត្នណាស់វាខ្ញុំគ្រោះថ្នាក់ណាស់គ្រោះថ្នាក់ហើយអស់លោកណានិយាយអីនិយាយចាប់ខ្ញុំនៅតែទទួលខុសត្រូវក្នុងការខ្ញុំនិយាយបើអស់លោកណាចង់ដឹងថាចាមស្លាប់អ្នកណាស្លាប់ចាមជាស៊ីមស្លាប់ប្រមាណអីណាព្រោះខ្ញុំអ្នកបកប្រែហើយជាអ្នកនាំពាក្យទៀតខ្ញុំអត់បានខ្ញុំដឹងការច្បាស់អានេះខ្ញុំសូមបញ្ជាក់ថ្ងៃហ្នឹងគឺសូមបងប្អូនសូមខ្ញុំគ្មានអីទៅធ្វើការឲ្យយូរទេខ្ញុំធ្វើការដើម្បីប្រទេសខ្ញុំអត់ចង់មានធ្វើអីទាំងអស់អត់សូមធ្វើអីទាំងអស់គ្មានគណៈបាក់គ្មានអីអានេះគឺថាជាសាក់សីរស់ដើម្បីប្រាប់បងប្អូនយើងកុំដេកតទៅទៀតតែយូរភ្លេចទេបងបាទផែនការផងគេហ្នឹងគឺចង់ឲ្យហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រីតអញ្ចឹងណាផែនការនេះប្រកាសណាស់ 100% គឺថាមានលក្ខខណ្ឌសន្យាលេខថយជាមួយហ៊ុនសែនលេមុនលេខថយចាក់ដើមសវណ្ណហ្នឹងត្រូវមានលក្ខខណ្ឌយ៉ាងណាត្រូវមានលក្ខខណ្ឌដូចជាក5សញ្ញាឲ្យត្រូវតែធ្វើក5គឺថាហ៊ុនសែនសញ្ញាទាំងអស់ក5ណាហើយនេះដែលដើមសវណ្ណ14តោនហើយនឹងពេជ្រ2កែវហ្នឹងដែលខ្ញុំប្រមូលយកទៅឲ្យខ្ញុំប្រមូល 3-4 តោនទេវាធ្លាក់ទៅលើណាខ្លះទេនោះខ្ញុំនៅនឹងចាំមើលថាអាណាយកខ្លះណាតាមមើលខ្ញុំប្រាប់ថ្ងៃក្រោយបើអស់លោកណាហ៊ានសួរខ្ញុំថាតើមាសមក CNC ទៅអាណាមាសមក CNC ទៅណាវាមាន4ចំណែកយល់ខ្ញុំនឹងទាំងអស់ស្វៀនពេជ្រអីខ្ញុំនិយាយខ្ញុំអត់ខ្លាចទេវាកិច្ចការខ្ញុំដឹងអស់តែវាអកុសលវាចឹងតែខ្ញុំនិយាយទៅ
គោលខាង